តោះបងប្អូនអរគ្នាចង់ធ្វើរូបបែបនេះទេតោះអូខេជាដំបូងយើងចូលកម្មវិធី Pixar មកបន្ទាប់មកបងប្អូនអរគ្នារើសតាមសញ្ញាព្រួយដែលខ្ញុំដាក់ហ្នឹងទៅហើយនឹងសញ្ញាដែលខ្ញុំដាក់សញ្ញាឲ្យបងប្អូនគ្នាមើលហ្នឹងបាទហើយយើងធ្វើតាមរណការនីមួយៗរហូតទៅបាទបងប្អូនអរគ្នាហើយនេះយើងរើសសាយយើងរើសទំហំយើងយកទំហំណាដែលយើងផុសចេញជាស្លឹកឲ្យស្អាតចឹងណាហើយចាប់ផ្ដើមរើសតាមសញ្ញាព្រួយដែលខ្ញុំប្រើទៅបងប្អូនអរគ្នាគឺងាយស្រួលទេហើយកន្លែងខ្លះខ្ញុំដាក់ speed លឿនព្រួយកុំឲ្យវីដេអូវាវែងចឹងបងប្អូនអរគ្នាកន្លែងនោះខ្ញុំដាក់ speed លឿនបន្តិចហើយបងប្អូនអរគ្នាព្យាយាមមើលតាមខ្ញុំធ្វើទៅនឹងធ្វើបានដូចខ្ញុំដូចគ្នាតែម្ដងបងប្អូនអរគ្នាហើយវាស្រួលដែរទេអត់មានប្រវត្តិទេបងប្អូនអរគ្នាមើលតាមខ្ញុំធ្វើតាមដំណាក់កាលនីមួយៗទៅបានឯព្រោះដោយសារខ្ញុំវាអត់សូវជាអង់គ្លេសទៅពេលអញ្ចឹងខ្ញុំប្រាប់បងប្អូនអរគ្នាក៏ខ្ញុំអាចជាអានខុសដែរអញ្ចឹងបងប្អូនអរគ្នាមើលតាមសញ្ញាព្រួយខ្ញុំដាក់ហ្នឹងមកទៅវាស្រួលជាងហើយយើងចាប់តាមសេរីយើងកែយើងរើសដាក់អ្វីដែលយើងពេញចិត្តមកបាច់ធ្វើដូចខ្ញុំក៏បានដែរគឺក៏អ្នកនរគ្នាពេញចិត្តធ្វើម៉ូដម៉េចអ្នកនរគ្នាធ្វើតាមម៉ូដហ្នឹងក៏បានដែរកែច្នៃលើកំណត់របស់បងប្អូនអរគ្នាហើយខ្ញុំធ្វើតាមអ្វីដែលខ្ញុំចង់បានខ្ញុំក៏ធ្វើបែបអញ្ចឹងទៅបើបងប្អូនអរគ្នាចង់ធ្វើដូចខ្ញុំក៏បានចង់ធ្វើបែបជាកំណត់របស់បងប្អូនក៏បានដែរព្រោះក្នុងកម្មវិធីនឹងល្អណាស់បងប្អូនអរគ្នាបងប្អូនអរគ្នាបើសិនជារូបភាពចង់កាត់ background នេះខ្ញុំមាន website មួយប្រាប់បងប្អូនអរគ្នាកាត់ background គឺស្អាតហើយវា free វាអត់នេះចាំវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនអរគ្នាពី website កាត់ background ហ្នឹងឲ្យព្រោះនៅក្នុងកម្មវិធីនេះវាកាត់ background តើយើងទិញអញ្ចឹងខ្ញុំអត់សូវដាក់ទេខ្ញុំកាត់ពីក្រៅមកដាក់ចូលហើយនេះគឺរូបភាពខ្ញុំអត់មានកាត់ពីក្រៅទេបងប្អូនគ្នាអូខេស្អាតទេបងប្អូនអរគ្នារួចរាល់ជាស្រេចសូមជួយ follow ខ្ញុំអ្នកមួយផងបងប្អូនអរគ្នា